នៅត្រង់ចំណុចនេះគឺយើងធ្វើការសិក្សាទៅលើការងារជាមួយសែនមានន័យថាសែនរបស់យើងនឹងជាផ្ទាំងសម្រាប់ទុក layer ជាច្រើនដើម្បីបង្កើតជាចលនាអ្វីមួយនៅក្នុងកម្មវិធី Adobe Flash CF4 របស់យើងនឹងន័យថាលោកអ្នកអាចបង្កើតសែនជាច្រើនហើយសែននីមួយៗកំណត់ដំណើរការតាមលំដាប់ដោយមានន័យថាសែនមួយកំណត់ដំណើរការចប់ហើយទើបសែនមួយទៀតហ្នឹងដំណើរការតមានន័យថាយើងអាចបង្កើតanimation ច្រើនដាក់ក្នុងសែនមួយមានន័យថាកុំឲ្យច្រឡំគ្នាមានន័យថាយើងបង្កើត animation មួយនេះក្នុងសែនមួយនេះតមកយើងធ្វើការបង្កើត animation មួយទៀតនៅក្នុងសែនផ្សេងដើម្បីឲ្យងាយស្រួលគ្រប់គ្រងនៅពេលដែលយើងចង់ edit ទៅលើ animation មួយណាគឺយើងគ្រាន់តែ focus ទៅលើសែនមួយហ្នឹងហើយយើង edit វាអញ្ចឹងងាយស្រួលកុំឲ្យវានៅច្រើនចូលគ្នាទៅយើងពិបាកមើលយើងពិបាកគ្រប់គ្រងនៅពេលដែល animation សែនទី1ធ្វើការ animation ចប់គឺសែនទី2វានឹងបង្ហាញ animation របស់វាចេញមកអញ្ចឹងខ្ញុំសូមធ្វើការណែនាំពីការប្រើប្រាស់សែននោះតែម្ដងទៅយើងបើកកម្មវិធីរបស់យើងមកមានស្រាប់អញ្ចឹងដើម្បីងាយស្រួលខ្ញុំបើក file ដែលយើងបានធ្វើស្រាប់មួយអញ្ចឹងមួយចោះឧបមាថាខ្ញុំបានបង្កើត file មួយនេះចោះចឹងនៅពេលដែលវា animation នៅក្នុង scene ទី1នេះចប់គឺវានឹង loop ទៅក្នុង animation scene ទី2អញ្ចឹងនៅនេះខ្ញុំគ្រប់គ្រងទៅលើតែ scene ទី1ទេអញ្ចឹងសូមដើម្បីយើងបង្ហាញឲ្យឃើញ scene អញ្ចឹងយើងធ្វើការចុចទៅលើ window តមកយកពាក្យថា other panel តមកយើងឃើញពាក្យថា scene នេះ scene ឬក៏ shift F2 នេះក៏បានដែរ F2 នេះចេញ scene មកនេះ scene មានថាឥឡូវយើងមាន scene មួយ animation ហ្នឹងគឺស្ថិតទៅលើក្នុងតែ scene មួយឯងមានតែ scene មួយហ្នឹងគឺវាគ្រប់គ្រងលើ layer នេះទាំងអស់នេះអញ្ចឹងយើងបានយល់អំពី layer រួចហើយនេះ layer ទាំងអស់ហ្នឹងក្នុងគឺវានៅក្នុង scene ទី1នេះយើងអាចបដូរឈ្មោះ scene របស់យើងនេះក៏បាននេះយើង double click វាទៅយើងអាចដូរឈ្មោះវាថាឥឡូវថា animation 1ចុះanimation 1មកយើងអាចបង្កើត scene មួយទៀតបង្កើត animation បន្តពី animation 1នឹងបាននេះយើងចុចប៊ូតុងនេះមាន add scene នេះជា add duplicate scene មានន័យថាយើងចង់ចុចហើយយើងចង់ duplicate ពី scene នេះមានន័យថាយើងចង់ copy ពី scene នេះរាល់ animation នេះ copy ឲ្យបាន2 scene អញ្ចឹងយើងចុច duplicate ទៅអញ្ចឹង scene ទី1ហ្នឹងវាមានលក្ខណៈដូច scene ទី2នេះមានលក្ខណៈដូច scene ទី1យ៉ាងដោយសារយើង copy scene វាយើងអាចលុបវាចោល delete នេះកន្លែងប៊ូតុង delete select លើ scene មួយណាដែលចង់លុបទៅ scene មួយនេះចោះចុច delete មកវាសួរយើងសិនទៅមកអូខេមកលុបចោលហើយឬក៏យើងអាចបង្កើតថ្មីតែម្ដងដល់ពេលដែលយើងបង្កើតថ្មីនេះគឺវាអត់ទាន់មាន animation អីទេក្នុង scene ទី3នេះព្រោះ scene ទី1នេះគឺវាមាន animation ស្រាប់អញ្ចឹងយើងធ្វើការ rename វា animation 2 សោះ animation 2មកហើយបន្ទាប់ពី animation ទី1ចប់ animation ទី1នេះវាដើរចប់វានឹងធ្វើការ animation លើ scene ទី2នេះអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញតែម្ដងអញ្ចឹងធ្វើ animation នេះមួយចុះអូមកថាខ្ញុំធ្វើ text អក្សររត់បន្ទាប់ពីមនុស្សនេះដើរចប់វានឹងបង្ហាញអក្សររត់អញ្ចឹងខ្ញុំធ្វើការបង្ហាញតែម្ដងអញ្ចឹងយក text មួយមកគូមកបង្រួមអក្សរទីចុះចូលលុប property ហើយវាអូខេឥឡូវយើងបានមួយហើយយើង select key តមកយើងធ្វើអក្សររត់បើនេះចុះ
Ủa mà rút vì lê cho crom nha. Vì crom lên lê cho. Ở đây so tôi gì tiết cho. Tôi maintain chứ. Tôi phải move trong cái máu. Có những cái animation là frame phải ván cho asset mua nhá. Tôi mới cho create classic twin. Trong này nhưng tiên là lứa. Tôi mới những ai bị bán. Bị thật nữa. Có style như đã như style này alpha vì từ 4 tới bây giờ cho bài là mó đặc biệt là đo nấy về đường trên cho ba màu những số kt mưa muối chuyện theo mó chắc là pe đại vì animation từ 4 từ bên này thật là lớn sen thì mùi mình to mó viên đang bật to châu là sen thì pi mình đòn đi to mó sen thì pi cứ bia đang trên nhà so ho mồm đòn thế nhưng ban khơi mà nhé không sen thì pi đấy cứ sen thì muối viên đang trên trên là cái nào bạn biết tao mót nhưng ban phơi animation là lên centipi mà nhỉ chẳng bây giờ centipi chop với năng bật to cho đó centipi chứ nhưng ban vô là pk phơi can lên sen người ta nhưng cái animation đã không sen không cái này là bay ngay xu cục ròn mình tha nhưng mà chop animation ta tìm mua nhưng chó tao mót nhưng phơi cá animation lên centipi nhưng phơi cá bằng 2 cent máu ada panel percent này khơi nha vì đại dương trongធ្វើ animation លើ sen ទី1យើងចុចលើ animation sen animation 1 នេះចុះតមកយើងចង់ animation លើ sen ទី2យើងចុចលើនេះអញ្ចឹងយើងបានយល់អំពីការធ្វើការលើ sen យើងអាច delete sen យើងអាច duplicate វា duplicate sen នេះហើយបានធ្វើ animation បន្តទៀតបាននេះយើងចុច duplicate sen នេះយើងអាច add new sen វាណា blank sen តែម្ដងគឺអត់មាន animation អត់មានអីទាំងអស់ចឹងបានយល់អំពីការធ្វើការជាមួយ sen យើងសូមបញ្ចប់ត្រឹមហ្នឹងចុះ